រុស្ស៊ីថាខ្លួននឹងពិនិត្យមើលលទ្ធភាពដើម្បីជួយកម្ពុជានៅក្នុងការពង្រឹងវិស័យយោធាប្រសិនបើរដ្ឋាភិបាលរបស់កម្ពុជាពិតជាត្រូវការរុស្ស៊ីឲ្យជួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជាណាចក្រកម្ពុជាលោកអាណាតូលីបាបូវីវិកបានថ្លែងនៅថ្ងៃទី25ខែមិថុនាឆ្នាំ2026នេះថារុស្ស៊ីនឹងពិនិត្យលទ្ធភាពនៅក្នុងការពង្រឹងសក្តានុពលផ្នែកយោធាដល់កម្ពុជាដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនប្រសិនបើរដ្ឋាភិបាលកម្ពុជាត្រូវការថ្លែងនៅក្នុងសន្និសីទសារព័ត៌មានឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីបានបញ្ជាក់ថារុស្ស៊ីក៏នឹងគិតគូរដល់ការគ្រប់គ្រងលើវិស័យផ្សេងទៀតរួមមានវិស័យធម្មពលកសិកម្មនិងកិច្ចសហប្រតិបត្តិការផ្ដល់វ៉ាក់សាំងនិងជីវជាតិជាដើមលោកថារុស្ស៊ីនឹងចូលខ្លួនជួយនៅក្នុងវិស័យទាំងអស់នេះប្រសិនបើរដ្ឋាភិបាលរបស់កម្ពុជាត្រៀមខ្លួននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសរុស្ស៊ីជាចុងក្រោយលោកសង្ឃឹមថានឹងមានកិច្ចជំនួបរវាងប្រមុខរដ្ឋាភិបាលទាំងពីរនាពេលខាងមុខដើម្បីជំរុញឲ្យមានការអភិវឌ្ឍបន្ថែមទៀតនៅក្នុងវិស័យនេះមិនត្រឹមតែប៉ុណ្ណោះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោកអេណាតូលីបូរូវិកបានវាយតម្លៃខ្ពស់និងផ្ដល់សារៈសំខាន់ជាពិសេសចំពោះលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាងប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីននិងសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរបស់កម្ពុជាដែលបានប្រព្រឹត្តទៅនៅក្នុងកំឡុងពេលកិច្ចប្រជុំកំពូលរបស់រុស្ស៊ីអាស៊ាននៅទីក្រុងហ្គាហ្សានកាលពីសប្តាហ៍មុនលោកបានថ្លែងថានៅក្នុងជំនួបនោះមេដឹកនាំកម្ពុជានិងរុស្ស៊ីបានផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មវិនិយោគនិងអប់រំព្រមទាំងការផ្លាស់ប្ដូរចិត្តគំនិតរួមគ្នានិងការអភិរក្សក៏ដូចជាលើកកម្ពស់នៅបេតិកភណ្ឌប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើនបើតាមអគ្គរដ្ឋទូតរបស់រុស្ស៊ីនៅក្នុងជំនួបកំពូលនេះត្រូវបានចាត់ទុកថាគឺជាកិច្ចប្រជុំប្រវត្តិសាស្ត្រជាលើកដំបូងគេបង្អស់រវាងមេដឹកនាំទាំងពីរនៅក្នុងរយៈពេល8ឆ្នាំចុងក្រោយពលគឺចាប់តាំងពីឆ្នាំ2018ដែលកាលនោះជំនួបរវាងលោកវ្លាឌីមៀរពូទីនជាមួយនឹងសម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ីអាស៊ាននៅក្នុងប្រទេសសិង្ហបុរីហើយនេះគឺជាសក្តានុពលថ្មីនៅក្នុងឆ្នាំ2026ដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលទើបតែឡើងកាន់តំណែងគឺជានាយករដ្ឋមន្ត្រីរបស់ប្រទេសជាណាចក្រកម្ពុជាហើយក៏ជាជំនួបលើកដំបូងរបស់សម្ដេចជាមួយនឹងលោកវ្លាឌីមៀរពូទីនដែលជាប្រធានាធិបតីរបស់រុស្ស៊ីកម្ពុជានិងរុស្ស៊ីគឺជាមិត្តល្អអស់រយៈពេលជាង70ឆ្នាំមកហើយនេះគឺជាលើកដំបូងដែរដែលស្ថានទូតរបស់រុស្ស៊ីថាខ្លួននឹងពិនិត្យមើលលទ្ធភាពដើម្បីជួយកម្ពុជានៅក្នុងការពង្រឹងវិស័យយោធាប្រសិនបើរដ្ឋាភិបាលរបស់កម្ពុជាត្រូវការនេះគឺជាដំណឹងល្អខ្លាំងមែនទែនពុកម៉ែបងប្អូនយើងសម្រាប់ប្រទេសកម្ពុជាយើងប្រសិនបើមានជំនួយពីរុស្ស៊ីបន្ថែមទៀតហើយយើងក៏អាចពិភាក្សានៅក្នុងការទិញសព្វាវុធទំនើបពីប្រទេសរុស្ស៊ីបើទោះបីជារុស្ស៊ីនាពេលបច្ចុប្បន្ននេះកំពុងតែមានសង្គ្រាមជាមួយនឹងប្រទេសអ៊ុយក្រែនយ៉ាងណាក្តីក៏ប៉ុន្តែប្រទេសមួយនេះនៅតែជាប្រទេសមហាអំណាចសម្រាប់សព្វាវុធទំនើបជាក់ស្ដែងសព្វាវុធទំនើបរបស់កម្ពុជាយើងដែលប្រើប្រាស់នៅពេលបច្ចុប្បន្ននេះក៏ជាប្រភេទរបស់សហភាពសូវៀតនឹងច្រើនគ្រឿងផងដែរដូចជារថកោះជាដើមសុទ្ធសឹងតែជារបស់ប្រទេសរុស្ស៊ីថ្ងៃនេះគឺបង្ខំចិត្តនាំចូលប្រេងពីក្រៅប្រទេសក្រោយពីដ្រូនរបស់អ៊ុយក្រែនកំទេចនៅរោងចក្រចម្រាញ់ប្រេងកាលពីសប្តាហ៍មុនដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើរោងចក្រចម្រាញ់ប្រេងនិងឃ្លាំងស្តុកនានានៅទីក្រុងមូស្គូនៃប្រទេសរុស្ស៊ីបង្កឲ្យមានការបំផ្លិចបំផ្លាញខាតបង់យ៉ាងធំធេងខ្ញុំបាទសូមលម្អិតនៅព័ត៌មាននេះបន្ថែមជូនទៅកាន់ពុកម៉ែបងប្អូននេះគឺជាសង្គ្រាមនៅក្នុងប្រទេសរុស្ស៊ីដែលកំពុងតែកើតមានឡើងនាពេលបច្ចុប្បន្នអស់រយៈពេលជាង4ឆ្នាំមកហើយទោះបីជារុស្ស៊ីគឺជាប្រទេសដែលផលិតនិងនាំចេញប្រេងឆៅធំជាងគេទី1នៅក្នុងពិភពលោកក៏ដោយក៏ប៉ុន្តែការខូចខាតហេដ្ឋារចនាសម្ព័ន្ធកែច្នៃប្រេងនៅក្នុងស្រុកបែបនេះបានបង្ខំឲ្យវាមានក្រឹមឡើងចាត់នៅវិធានការជាបន្ទាន់ដើម្បីដោះស្រាយកង្វះប្រេងឥន្ធនៈនៅក្នុងស្រុកយោងទៅតាមការចុះផ្សាយរបស់ Telegraph រុស្ស៊ីបានចាប់ផ្ដើមនាំចូលប្រេងឥន្ធនៈជាពិសេសប្រេងសាំងពីបរទេសមែនដើម្បីដោះស្រាយនៅវិបត្តិនៅក្នុងប្រទេសនេះ
របាយការណ៍ពីប្រភពឧស្សាហកម្មថាមពលនិងទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថារុស្ស៊ីបានចាប់ផ្ដើមរៀបចំនិងនាំចូលប្រេងសាំងតាមផ្លូវសមុទ្រពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីតាមកំពង់ផែភាគខាងលិចរបស់ខ្លួនក្រៅពីអាស៊ីរុស្ស៊ីក៏បង្កើនការនាំចូលប្រេងឥន្ធនៈជាបន្ទាន់ពីប្រទេសបេឡារុសផងដែរទន្ទឹមនឹងនោះវិមានកម្លាំងក៏បានចាត់នៅវិធានការដោយដាក់បំរាមការផ្អាកនាំចេញនៅប្រេងសាំងទៅក្រៅប្រទេសរហូតដល់ចុងខែកក្កដាផងដែរដើម្បីរក្សាទុកផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកចាំបងប្អូនយើងក្រោយពីអ៊ុយក្រែនបើកការវាយប្រហារដោយដ្រូន 3000 គីឡូម៉ែត្ររបស់ខ្លួនដែលទើបតែបង្កើតនិងបន្ថែមនៅថាមពលថ្មីអាចហោះហើរបានរហូតដល់ជាង 3000 គីឡូម៉ែត្រកំទេចនៅទីក្រុងមូស្គូដែលជាទីតាំងមួយសម្រាប់ការចម្រាញ់ប្រេងរបស់ប្រទេសរុស្ស៊ីរុស្ស៊ីគឺជាប្រទេសធំជាងគេនៅក្នុងការចែកចាយប្រេងនៅលើពិភពលោកប៉ុន្តែពេលនេះបែរជាប្រទេសមួយនេះបាទនាំចូលប្រេងពីប្រទេសបាទនៅក្នុងតំបន់អាស៊ីនិងនាំចូលពីប្រទេសបេឡារុសទៅវិញមិនត្រឹមតែប៉ុណ្ណឹងដើម្បីបង្កើនបរិមាណប្រេងឲ្យបានលឿនបាទរុស្ស៊ីថែមទាំងអនុញ្ញាតឲ្យរោងចក្រទាំងឡាយផលិតប្រេងសាំងតាមស្តង់ដារទាបបាទឡើងវិញទៀតផងសូមជម្រាបផងថាការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំរបស់អ៊ុយក្រែនគឺបានបណ្ដាលឲ្យរោងចក្រចម្រាញ់ប្រេងយក្សរបស់រុស្ស៊ីជាច្រើនត្រូវបានផ្អាកដំណើរការទាំងស្រុងបាទឬក៏មួយផ្នែកធំតែម្ដងនៅក្នុងនោះរួមមានរោងចក្រចម្រាញ់ប្រេង Moscow Oil បាទ Refineries បាទដែលហៅកាត់ថា MNPZ នៅជិតទីក្រុងមូស្គូនិងរោងចក្រ Ten បាទ CO នៅក្នុងតំបន់បាទ Tata បាទ Stanតាមរយៈការប៉ាន់ស្មានរបស់អ្នកវិភាគបានលើកឡើងថាសមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះប្រមាណជាង 20% ទៅ 30% ឯណោះចំណែកឯការផលិតប្រេងសាំងទូទាំងប្រទេសគឺបានធ្លាក់ចុះរហូតដល់ 25% ដោយសារតែស្នាដៃរបស់អ៊ុយក្រែនគឺនៅតែបើកការវាយប្រហារទ្រង់ទ្រាយធំបាទស្ទើរតែរៀងរាល់សប្តាហ៍ទៅលើប្រទេសរុស្ស៊ីហើយរុស្ស៊ីមកដល់ពេលនេះបាទមិនដឹងថាមានអ្វីដើម្បីទប់ទល់ជាមួយនឹងអ៊ុយក្រែនទេបងប្អូនយើងបាទប្រសិនបើប្រទេសរុស្ស៊ីបាទមិនព្រមបាទប្រើប្រាស់ជាមួយនឹងប្រភេទមីស៊ីលនៅក្នុងនោះលោកពូទីនក៏បានលើកឡើងដែរថាលោកខាងលិចបាទលែងលាក់មុខទៀតហើយគឺកំពុងតែត្រៀមធ្វើសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ីតែម្ដងប្រធានាធិបតីរបស់រុស្ស៊ីលោកវ្លាឌីមៀពូទីនគឺបានប្រកាសជាសាធារណៈថាឥឡូវប្រទេសលោកខាងលិចលែងលាក់មុខទៀតហើយពួកគេកំពុងតែត្រៀមធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ីដោយយកលេសបាទការគំរាមកំហែងរបស់ទីក្រុងមូស្គូដើម្បីបង្កើនការចំណាយលើយោធាអង្គការ NATO បានព្រមានទៅលើការបង្កើនថវិការួមហើយប្រទេសដែលជាសមាជិកជាច្រើនបានដាក់គោលដៅបាទចំណាយលុយលើវិស័យការពារជាតិឲ្យបានយ៉ាងហោចណាស់ 2% នៃ GDP របស់ខ្លួនជាក់ស្ដែងប្រទេសកាណាដាបានបង្កើនការចំណាយលើវិស័យការពារជាតិចំនួន 20% នៅក្នុងឆ្នាំ2025ដែលបានឈានទៅដល់ទំហំទឹកប្រាក់សរុប $574,000 លានជុំវិញទៅនឹងរឿងរ៉ាវទាំងអស់នេះទូរទស្សន៍ RT បានដកស្រង់សម្ដីរបស់ប្រមុខរដ្ឋាភិបាលទីក្រុងមូស្គូដែលបានថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សានិស្សិតបណ្ឌិតសភាយោធាសន្តិសុខនិងស្ថាប័នអនុវត្តច្បាប់រុស្ស៊ីកាលពីថ្ងៃអង្គារទី23ខែមិថុនាឆ្នាំ2026ថាពួកបច្ចឹមប្រទេសដើម្បីសារព្រោះនៅរឿងមិនពិតថារុស្ស៊ីគំរាមកំហែងដើម្បីយកលេសធ្វើយុទ្ធពនីយកម្មយ៉ាងគំហុកមកលើប្រទេសរុស្ស៊ីវាគឺជាល្បិចដដែលដែលលោកសេរីប្រាតាំងពីដើមមកដើម្បីប្រឆាំងទៅនឹងរុស្ស៊ីមេដឹកនាំវិមានក្រំឡាំងបន្តទៀតថាដំបូងអង្គការ NATO គ្រាន់តែជួយអាវុធទៅដល់អ៊ុយក្រែនប៉ុណ្ណោះតែឥឡូវបានបដូរជំហានហើយទៅជាត្រៀមលក្ខណៈដោយបើកចំហតែម្ដងសម្រាប់ការធ្វើសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ីទ្រង់ទ្រាយធំពួកគេប្រឡែសជាច្រើនដូចជាធ្វើរឿងបង្ខំឲ្យរុស្ស៊ីសងសឹកហើយចាប់យកកំហុសនោះដើម្បីយកមកចោទទីក្រុងមូស្គូថាបានប្រព្រឹត្តនៅបទឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងររួចក៏បានលេសយកទៅបន្តនយោបាយឈ្លានពានរបស់ពួកគេតែម្ដងបាននេះគឺជាការលើកឡើងរបស់មេដឹកនាំរុស្ស៊ីបាទលោកវ្លាឌីមៀពូទីនគឺបានប្រកាសជាសាធារណៈបាទថាប្រទេសលោកខាងលិចលែងលាក់មុខទៀតហើយពួកគេកំពុងតែត្រៀមធ្វើសង្គ្រាមជាមួយរុស្ស៊ីដោយទ្រង់ទ្រាយធំហើយដោយយកលេសបាទការគំរាមកំហែងរបស់ទីក្រុងមូស្គូដើម្បីបង្កើនការចំណាយលើយោធាការចែករំលែកនៅព័ត៌មានខ្លីអាប់ដេតនៅថ្ងៃទី26ខែមិថុនាឆ្នាំ2026ក៏ដល់ទីបញ្ចប់រាល់កំហុសខុសឆ្គងក៏សូមខន្តីអភ័យទោសពុកម៉ែបងប្អូនយើងបាទកុំភ្លេចជួយ share ចែករំលែកបាននឹងចូលរួម comment ទាំងអស់គ្នាជុំរៀបលា